ចាជម្រាបសួរបងនាងខ្ញុំឈ្មោះវួរចន្ទថាមកពីភូមិផ្សារឃ្លៀងឃុំកំពង់ឃ្លៀងស្រុកសុននិគមខេត្តសៀមរាបបច្ចុប្បន្នខ្ញុំកំពុងតែបន្តការសិក្សាមុខជំនាញអក្សរសាស្ត្រខ្មែរនៅសាកលវិទ្យាល័យខេមរៈមូលហេតុដែលខ្ញុំរកជំនាញហ្នឹងគឺខ្ញុំចង់អភិរក្សអក្សរសាស្ត្រខ្មែរទុកឲ្យក្មេងជំនាន់ក្រោយហើយមួយទៀតវាគឺជាក្តីសុបិនរបស់ខ្ញុំតាំងពីតូចខ្ញុំចង់ក្លាយជាគ្រូបង្រៀនហើយជំនាញហ្នឹងគឺវាសម្បូរទៅដោយទីផ្សារទីមួយគឺអាចឲ្យយើងបង្រៀនតាមផ្ទះបានទីពីរគឺអាចឲ្យយើងបង្រៀនតាមសាលាឯកជនបានទីបីគឺអាចឲ្យយើងមានឱកាសអាចប្រឡងគ្រប់ខណ្ឌរដ្ឋបានខ្ញុំបានស្គាល់អាហារូបករណ៍របស់អង្គការ Lotus Outreach Cambodia តាមរយៈ social media បងវិចាបងមុនពេលដែលខ្ញុំទទួលបានអាហារូបករណ៍ហ្នឹងចាប់ដល់ពីភ្លាមខ្ញុំទទួលការលំបាកចំនួន3ធំទី1តាក់ទងទៅនឹងបញ្ហាថវិកាទី2តាក់ទងទៅនឹងបញ្ហាគ្រួសារទី3តាក់ទងទៅនឹងបញ្ហាមធ្យោបាយធ្វើដំណើរចំពោះការតាក់ទងទៅនឹងបញ្ហាថវិកាដោយសារតែគ្រូសាស្ត្រខ្ញុំគឺក៏អត់មានលទ្ធភាពឲ្យខ្ញុំបន្តការសិក្សានៅសាកលវិទ្យាល័យទេទី2តាក់ទងទៅនឹងបញ្ហាគ្រួសារនៅពេលដែលខ្ញុំចប់12ភ្លាមមានគេចង់ចូលចាចៅឬក៏ស្ដីដណ្ដឹងខ្ញុំពីឪពុកម្ដាយរបស់ខ្ញុំពេលនោះឪពុកម្ដាយរបស់ខ្ញុំក៏គិតប្រងថានឹងលើកខ្ញុំឲ្យទៅដែលគេចង់ចូលស៊ូមហ្នឹងតែចិត្តខ្ញុំអត់ព្រមទេដោយសារតែខ្ញុំនៅវ័យក្មេងហើយមួយទៀតខ្ញុំឃើញពីបរិបទនៅជុំវិញសង្គមរបស់ខ្ញុំគេការនៅអាយុ17 18ឆ្នាំប៉ុន្តែការមិនទៅបានប្រមាណផងក៏លេងលះគ្នាអាហ្នឹងជាអ្វីមួយដែលខ្ញុំមើលឃើញពីបញ្ហាហ្នឹងធ្វើឲ្យខ្ញុំអត់ចង់ទៅមានគ្រួសារទេហើយនៅពេលហ្នឹងគ្រូរបស់ខ្ញុំក៏គាត់បាននិយាយដែរមុនពេលដែលចប់បដប់ហ្នឹងគាត់ថាយើងនៅក្មេងឱកាសយើងក៏វាមិនមានច្រើនដែរចំពោះការសិក្សាអញ្ចឹងគឺគិតឲ្យពួកយើងខំប្រឹងរៀនសិនចាំពេលមានគ្រួសារអញ្ចឹងទៅវាជាផ្លូវគំនិតមួយដែលធ្វើឲ្យខ្ញុំគិតថាមានតែការសិក្សាទេដែលធ្វើឲ្យយើងមានភាពល្អប្រសើរពេលអញ្ចឹងទៅខ្ញុំក៏ប្រកែកជាមួយគ្រួសាររបស់ខ្ញុំក៏ជំនះថានឹងធ្វើម៉េចឲ្យបានរៀនតទោះជាគាត់មិនមានថវិកាឲ្យខ្ញុំក៏ដោយចំពោះមធ្យោបាយធ្វើដំណើរដោយសារតែការខ្ញុំនៅរៀនហ្នឹងគឺខ្ញុំអត់មានម៉ូតូជិះទេគឺខ្ញុំជិះកង់ទៅរៀនពេលអញ្ចឹងទៅបើសិនជាខ្ញុំមានលទ្ធភាពរៀននៅសាកលក៏វាពិបាកក្នុងការធ្វើដំណើរដែរដោយសារតែយើងអត់មានម៉ូតូជិះហ៎បងបន្ទាប់ពីខ្ញុំចប់ថ្នាក់ទី12ភ្លាមខ្ញុំក៏បាន apply អាហារូបករណ៍មកកន្លែងហើយពេលហ្នឹងខ្ញុំជឿដល់ទៅវគ្គទី3វគ្គជំរុះប៉ុន្តែស្ដាយដែរកាលហ្នឹងខ្ញុំជំរុះទៅអត់ជាប់ក៏ធ្វើឲ្យខ្ញុំបាក់ទឹកចិត្តមែនទែនខ្ញុំចង់បង់ការសិក្សាដែរដោយសារតែយើងដាក់ឲ្យវាអត់ជាប់ហ៎ប៉ុន្តែពេលហ្នឹងខ្ញុំគិតថាបើសិនជាខ្ញុំបោះបង់ក្តីសុបិនខ្លួនឯងវានឹងធ្វើឲ្យខ្ញុំទៅថ្ងៃខាងមុខវានឹងជួបការលំបាកច្រើនអញ្ចឹងទៅខ្ញុំក៏សម្រេចចិត្តថាខ្ញុំនឹងរកការងារធ្វើបណ្ដើររៀនបណ្ដើរហើយក្នុងឆ្នាំ2023ហ្នឹងខ្ញុំក៏បានទៅធ្វើការមួយកន្លែងនៅកន្លែងភ្លក់ថ្នាំធ្វើការបានជិត1ឆ្នាំដែរបន្ទាប់មកខ្ញុំក៏បានសុំម្ចាស់ផ្ទះហ្នឹងថាបើសិនជាខ្ញុំធ្វើការបណ្ដើររៀនបណ្ដើរបានអត់គាត់ក៏យល់ព្រមតែចៃដន្យអីនៅកំឡុងពេលហ្នឹងក៏ខ្ញុំឃើញអាហារូបករណ៍របស់អង្គការ Lotus Outreach ហ្នឹងគាត់ផុសនៅក្នុង social media នៅពេលដែលខ្ញុំឃើញខ្ញុំក៏បានដាក់ពាក្យស្នើសុំអាហារូបករណ៍ហ្នឹងចាស់បងនៅពេលដែលខ្ញុំជាប់អាហារូបករណ៍ហ្នឹងខ្ញុំបានទេទៅប្រាប់អ្នកផ្ទះនៅពេលដែលពុកម៉ែខ្ញុំគិតដឹងគិតក៏សប្បាយចិត្តហើយក៏គិតបាននាំខ្ញុំឡើងមកភ្នំពេញផ្ទាល់ចាបងនៅពេលដែលខ្ញុំដឹងថាខ្លួនឯងជាប់ខ្ញុំមានអារម្មណ៍ថារំភើបចិត្តមែនទែនឡើងដល់ថ្នាក់ហេតុតែភ្នែកបងដោយសារតែយើងមិនស្មានតែយើងអាចធ្វើបានអាចជាប់បានឡើងមករៀននៅភ្នំពេញហ៎បងពេលហ្នឹងខ្ញុំក៏បានស៊ូចាយនៅកន្លែងធ្វើការហ្នឹងថាចាហ្នឹងឈ្មោះខ្ញុំមិនឈ្មោះហួរចន្ទថាមិនមែនគាត់ថាចាពេលហ្នឹងខ្ញុំអត់សឹងតែជឿថាខ្លួនឯងអាចធ្វើបានទេបងខ្ញុំមើលហើយមើលទៀតឈ្មោះខ្ញុំមែនតែពេលដល់ពេលដឹងអញ្ចឹងទៅខ្ញុំសប្បាយចិត្តមែនទែនមានឱកាសបានបន្តការសិក្សាអាហារូបករណ៍របស់អង្គការ Lotus Outreach Cambodia គាត់បានទំនុកបម្រុងដល់នាងខ្ញុំដូចជាអង្គញ៉ាំប្រចាំខែលុយចាយប្រចាំខែផ្ដល់ផ្ទះស្នាក់នៅការរៀនកុំព្យូទ័ររយៈពេលពេញ1ឆ្នាំលុយបង់ថ្លៃសាកលរយៈពេល4ឆ្នាំលុយរៀនភាសាអង់គ្លេសក្រៅម៉ោងហើយនឹងបានផ្ដល់ជាពាក្យបណ្ដុះបណ្ដាលជាច្រើនផងដែរចាបងផ្នែកដែលសំខាន់សម្រាប់ការសិក្សានិងជីវិតរបស់ខ្ញុំមាន2ផ្នែកផ្នែកទី1ទាក់ទងទៅនឹងអង្គការបាន
ឧបត្ថម្ភលុយចាយប្រចាំថ្ងៃ ទី2តាក់ទងទៅនឹងអង្គការបានឧបត្ថម្ភលុយរៀននៅសាកលវិទ្យាល័យ ទី3អង្គការបានឧបត្ថម្ភលុយរៀនភាសាអង់គ្លេសក្រៅម៉ោងដោយសារតែបច្ចុប្បន្នហ្នឹងខ្ញុំក្លាយជាគ្រូបង្រៀននៅស្ថាប័នមួយកន្លែងដែរមុនពេលដែលខ្ញុំអត់ទាន់បានទទួលអាហារូបករណ៍ហ្នឹងខ្ញុំធ្លាប់គិតថាខ្ញុំជាមនុស្សដែលខ្លាចគេច្រើនអត់ហ៊ានដើរចូលនៅក្នុងសង្គមតែម្នាក់ឯងបន្ទាប់ពីដែលខ្ញុំទទួលបានអាហារូបករណ៍ហ្នឹងគឺបានផ្លាស់ប្ដូរខ្ញុំជាច្រើនតាក់ទងទៅនឹងការនិយាយស្ដីតាក់ទងទៅនឹងការហ៊ានដើរម្នាក់ឯងតាក់ទងទៅនឹងការកាត់ផ្ដោះឱកាសឲ្យខ្លួនឯងការផ្ដោះឱកាសខ្លួនឯងនឹងមានន័យថានៅពេលដែលអង្គការស្នើឲ្យយើងធ្វើអ្វីមួយគឺយើងហ៊ានធ្វើហ៊ានស្ម័គ្រចិត្តជួយអង្គការជាក់ស្ដែងដូចខ្ញុំអញ្ចឹងពីមុនខ្ញុំពេលគ្រូហៅឲ្យធ្វើអីគឺខ្ញុំអត់ហ៊ានទេខ្ញុំតែងតែខ្លាចនៅពេលដែលខ្ញុំចូលគម្រោងរបស់អង្គការយើងហ្នឹងគាត់បានសួរខ្ញុំដែរថាខ្ញុំអាចធ្វើជា team leader នៅក្នុងទស្សនៈបានអត់ពេលហ្នឹងវាចាប់ផ្ដើមធ្វើឲ្យខ្ញុំគិតថាវាជាឱកាសមួយហើយហេតុអីក៏យើងមិនហ៊ានចាប់វារហូតដល់ខ្ញុំបានឆ្លើយប្រកាសថាខ្ញុំនឹងធ្វើជា team leader ហើយក៏វាជាបទពិសោធន៍មួយដែរសម្រាប់ខ្ញុំធ្វើជាមេក្រុមនៅក្នុងទស្សនៈនោះនៅពេលដែលខ្ញុំឡើងនៅភ្នំពេញមកនៅជាមួយអង្គការខ្ញុំមានអារម្មណ៍ថានៅផ្ទះដោយសារតែពីមុនខ្ញុំអត់ដែលនៅបែកផ្ទះអញ្ចឹងទេហើយមួយទៀតចំពោះការរស់នៅវិញគឺខ្ញុំអាចរស់នៅសម្របជាមួយសមាជិកក្រុមនៅក្នុងផ្ទះស្នាក់បានពីព្រោះអីពួកគាត់តែងតែផ្ដល់ភាពកក់ក្ដៅមកកាន់ខ្ញុំធ្វើឲ្យខ្ញុំកាត់បន្ថយការនឹកផ្ទះដែរនៅពេលដែលនឹកផ្ទះខ្ញុំតែងតែមានដំណោះស្រាយគឺទេទៅអ្នកផ្ទះ2ឬក៏3ដងក្នុងមួយអាទិត្យបទពិសោធន៍ឬក៏អនុស្សាវរីយ៍ដែលខ្ញុំចងចាំអត់ភ្លេចនោះគឺខ្ញុំមកនៅភ្នំពេញដំបូងគឺខ្ញុំជិះកង់បង្វែងផ្លូវពេញទីក្រុងភ្នំពេញហ្មងបងប៉ុន្តែដោយសារតែខ្ញុំចេះមើលម៉ែពេកអញ្ចឹងទៅធ្វើឲ្យខ្ញុំអាចរកផ្លូវមកផ្ទះឃើញហើយបទពិសោធន៍ដែលខ្ញុំចងចាំអត់ភ្លេចនោះគឺខ្ញុំធ្វើជា team leader នៅក្នុងផ្ទះស្នាក់វាធ្វើឲ្យខ្ញុំមានបទពិសោធន៍ជាច្រើនទាក់ទងទៅនឹងការចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងស្គាល់ពីអត្តចរិតអ្នកនៅក្នុងផ្ទះស្នាក់ចេះយកយកអធ្យាស្រ័យហើយក៏វាជាជំនាញទុនមួយដែរសម្រាប់ខ្ញុំនៅពេលខ្ញុំមានគ្រួសារឬក៏ខ្លាចជាអ្នកដឹកនាំគេបងការសិក្សានៅសាកលវិទ្យាល័យបានផ្លាស់ប្ដូរផ្នត់គំនិតការគិតរបស់ខ្ញុំបានយ៉ាងច្រើនទី1តកតងទៅនឹងការគិតអវិជ្ជមានឲ្យคล้ายទៅជារឿងវិជ្ជមានទី2បានបណ្ដោះគំនិតឲ្យខ្ញុំគិតវែងឆ្ងាយហើយទី3ហ្នឹងបានអប់រំឲ្យខ្ញុំមានម្ចាស់ការលើខ្លួនឯងចំពោះខ្ញុំការសិក្សាវាមានសារៈសំខាន់ចំពោះក្មេងស្រីនៅកម្ពុជាពីព្រោះការសិក្សាវាមិនត្រឹមតែសិក្សាទៅលើអក្សរឬក៏មុខវិជ្ជាលេខឬក៏ទ្រឹស្ដីទេវាជាផ្នែកមួយដែលជំរុញឲ្យក្មេងស្រីទទួលបានឱកាសការសិក្សាដូចជាមនុស្សប្រុសដែរព្រោះអីសម័យហ្នឹងក្មេងស្រីត្រូវតែខិតខំប្រឹងរៀនទៅធ្វើឲ្យជីវិតល្អប្រសើរហើយក៏ជាគេហៅបង្គោលរឹងមាំសម្រាប់ជួយគ្រួសារនៅថ្ងៃខាងមុខផងដែរពីព្រោះអីនៅសម័យបច្ចុប្បន្នហ្នឹងគឺគេត្រូវការធនធានមនុស្សច្រើនខ្ញុំមានសារមួយចង់ផ្ញើទៅកាន់ក្មេងៗនៅជំនាន់ក្រោយគឺកុំបោះបង់ការសិក្សាទោះបីជាយើងមិនមានថវិកាគ្រប់គ្រាន់ក៏ដោយយើងត្រូវតែធ្វើម៉េចជំនះរាល់ឧបសគ្គដើម្បីសម្រេចក្តីសុបិនរបស់យើងព្រោះខ្ញុំអញ្ចឹងខ្ញុំតែងតែប្រាប់ខ្លួនឯងថាមានតែការសិក្សាមានតែជំនាញវិជ្ជាទេដែលធ្វើឲ្យខ្ញុំរកអនាគតភ្លឺស្វាងមួយឃើញអាចមានប្រាក់ចំណូលជួយគ្រប់គ្រងខ្លួនឯងអាចមានប្រាក់ចំណូលជួយគ្រប់គ្រងគ្រួសារបានហើយពាក្យមួយទៀតដែលខ្ញុំតែងតែចាំនៅក្នុងចិត្តនោះគឺគេអាចធ្វើបានយើងក៏អាចធ្វើបានដែរហើយមួយទៀតហ្នឹងរស់នៅយើងត្រូវតែចេះមើលបរិបទជុំវិញខ្លួនយើងថាតើបរិបទសង្គមមួយនោះនាំឲ្យយើងដើរផ្លូវល្អឬក៏មិនដើរផ្លូវល្អដីសុបិនឬក៏គោលដៅការងាររបស់ខ្ញុំបន្ទាប់ពីបញ្ចប់ការសិក្សាគឺខ្ញុំចង់ក្លាយជាគ្រូបង្រៀនម្នាក់ដែលចង់ផ្ដល់ចំណេះដឹងឬក៏ផ្ទេរចំណេះដឹងទៅកាន់ក្មេងៗជំនាន់ក្រោយ
ចំពោះខ្ញុំចង់ឃើញក្មេងស្រីមានការផ្លាស់ប្ដូរឲ្យពួកគាត់មានភាពក្លាហានជាងមុនហ៊ានផ្ដល់ឱកាសឲ្យខ្លួនឯងស្រឡាញ់ខ្លួនឯងបានច្រើនត្រូវចេះលើកទឹកចិត្តចំពោះខ្លួនឯងមិនថាជួបរឿងឬឧបសគ្គបែបណាទេត្រូវតែជំនះវាឲ្យបានត្រូវតែមានគោលចំហមួយគិតថាយើងត្រូវតែធ្វើបានមួយវិញទៀតខ្ញុំចង់ផ្ដាំឬក៏រំលឹកទៅបងប្អូនថាអ្វីគ្រប់យ៉ាងជោគវាសនាគឺស្ថិតនៅលើដៃរបស់យើងជាអ្នកកំណត់វាហើយនៅពេលដែលយើងកំណត់វាអត់បានយើងកុំទាន់អស់សង្ឃឹមយើងដើរផ្លូវមួយនឹងអត់បាននៅមានផ្លូវមួយទៀតដែលឲ្យយើងដើរបាននិយាយរួមទៅយើងត្រូវតែប្រកាន់ពាក្យមួយថាបាត់បង់តែមិនបោះបង់ដូចខ្ញុំអញ្ចឹងខ្ញុំបានបាត់បង់ឱកាសអាហារូបករណ៍មកកន្លែងប៉ុន្តែខ្ញុំមិនបោះបង់ទេខ្ញុំនៅតែព្យាយាមដាក់រហូតខ្ញុំបានជួបអាហារូបករណ៍របស់អង្គការ Lotus Auri Cambodia ដែលបានចំណាយលើការសិក្សាឲ្យខ្ញុំបានបន្តរៀនសូត្រនិងបានផ្ដល់ឱកាសខ្លួនឯងសម្រាប់សង្គមនិងគ្រួសារទៅថ្ងៃខាងមុខជាចុងក្រោយនាងខ្ញុំសូមអរគុណទៅដល់អង្គការ Lotus Auri Cambodia ដែលបានផ្ដល់ឱកាសឲ្យនាងខ្ញុំបានបន្តការសិក្សារៀនសូត្រហើយនឹងបានជួយទំនុកបម្រុងនាងខ្ញុំយ៉ាងច្រើនគុណស្រ័យមួយហ្នឹងគឺខ្ញុំអត់ភ្លេចទេនៅពេលដែលខ្ញុំចប់គម្រោងអង្គការក៏ដោយបើសិនជាអង្គការត្រូវការរូបនាងខ្ញុំស្ម័គ្រចិត្តឬក៏មានកម្មវិធីផ្សេងខ្ញុំមានពេលវេលាខ្ញុំនឹងចូលរួមឲ្យអស់ពីសមត្ថភាពអស់កម្លាំងកាយនិងកម្លាំងចិត្តចា៎